សូមស្វាគមន៍មកកាន់ Channel រឿងនិទានខ្មែររឿងក្រពើរមើលគុណកាលពីព្រេងនាយមានក្រពើមួយក្បាលជាប់អន្ទាក់របស់អ្នកនេសាទនៅកណ្ដាលព្រៃវាបានយំអង្វរដល់បរិសម្នាក់ដែលធ្វើដំណើរឆ្លងកាត់ទីនោះឲ្យជួយដោះលែងវាបរិសនោះមានចិត្តមេត្តាក៏ជួយដោះលែងក្រពើឲ្យរួចខ្លួនតែពេលដែលក្រពើបានរួចខ្លួនមិនត្រឹមតែមិនដឹងគុណទេវាបែរជាគិតចង់ស៊ីបរិសនោះទៅវិញក្រពើនិយាយថាខ្ញុំឃ្លានណាស់ខ្ញុំនឹងស៊ីឯងដើម្បីតបស្នងគុណបរិសភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាឯងពិតជារមើលគុណមែនខ្ញុំជួយជីវិតឯងតែឯងបែរជាចង់សម្លាប់ខ្ញុំទៅវិញពួកគេបាននាំគ្នាដើរទៅសួរសត្វនិងវត្ថុជាច្រើនដើម្បីរកយុត្តិធម៌ពួកគេបានសួរដើមឈើមួយដើមឈើឆ្លើយថាមនុស្សតែងតែកាប់បំផ្លាញខ្ញុំពេលគេលែងត្រូវការម្ល៉េះការរមើលគុណបែបនេះគឺជារឿងធម្មតានៅក្នុងលោកបរិសអស់សង្ឃឹមយ៉ាងខ្លាំងតែពេលនោះក៏មានសុភាទន្សាយមួយក្បាលដើរមកដល់ទន្សាយសួរថាមានរឿងអ្វីនឹងបងប្អូនបរិសក៏បានរៀបរាប់ពីសាច់រឿងទៅឲ្យទន្សាយដឹងបរិសក៏បានរៀបរាប់សាច់រឿងទៅប្រាប់ទន្សាយធ្វើជាមិនជឿហើយនិយាយថាខ្ញុំមិនជឿទេក្រពើធំប៉ុណ្នេះអាចជាប់អន្ទាក់តូចមួយបានយ៉ាងម៉េចបើមិនជឿឲ្យក្រពើចូលទៅក្នុងអន្ទាក់វិញមើលដើម្បីឲ្យខ្ញុំជឿឥឡូវលោកសាកឲ្យក្រពើចូលទៅក្នុងអន្ទាក់វិញមើលដើម្បីឲ្យខ្ញុំជឿជាក់ក្រពើដែលចង់បង្ហាញខ្លួនថាខ្លួនជាប់ពិតមែនវាក៏បានចូលទៅក្នុងអន្ទាក់វិញពេលក្រពើចូលអន្ទាក់រួចទន្សាយក៏ប្រាប់ឲ្យបរិសនោះចងអន្ទាក់នោះឲ្យជាប់បរិសក៏ចងអន្ទាក់ក្រពើនោះជាប់ហើយក្រពើក៏ត្រូវជាប់ដូចដើមវិញទន្សាយក៏និយាយទៅកាន់ក្រពើថាបើឯងចង់រស់រានមានជីវិតដោយសារគេជួយឯងត្រូវចេះដឹងគុណគេកុំរមើលគុណគេឲ្យសោះរួចហើយទន្សាយក៏នាំបរិសនោះដើរចេញទៅដោយសុវត្ថិភាពមេរៀននេះបានអប់រំយើងនៅក្នុងជីវិតការរមើលគុណគឺជាទង្វើដ៏អាក្រក់បំផុតយើងត្រូវចេះដឹងគុណចំពោះអ្នកដទៃដែលបានជួយយើង